គឺជាកម្មជីវិតគ្មានអ្វីទៀងទាត់ពិតមែនហើយមិត្តអ្នកស្ដាប់ក្រៅពីវិបត្តិនឹកស្រុកកំណើតលោកកែវសារ៉ាត់ក៏នៅមានវិបត្តិខកស្នេហ៍មួយដ៏ធំទៀតដែលធ្វើឲ្យលោកសែនហួសចិត្តហើយតែងតែរអ៊ូខ្សឹបខ្សឹបថាជួបនៅឧបសគ្គរាប់រយចំពោះដែលយើងត្រូវដោះស្រាយក្នុងដំណើរជីវិតសុភាសិតបុរាណខ្មែរមួយលោកបានពោលថាសំណាបយួងដីស្រី